ចិត្តអត់ធ្មត់សុភាពរាបសារដែលគោរពអ្នកដទៃឲ្យតម្លៃអ្នកដទៃគឺជាសេចក្តីសុខផ្លូវចិត្តនិងសន្តិភាពនៅក្នុងអារម្មណ៍ចេះឯងឲ្យក្រែងចេះគេព្រោះមនុស្សគ្រប់រូបពុំអាចចេះអ្វីគ្រប់ទាំងអស់នោះទេហើយត្រូវចេះឲ្យតម្លៃការងាររបស់ខ្លួនឯងនិងការងាររបស់អ្នកដទៃមិនត្រូវមើលងាយអ្នកនៅជុំវិញខ្លួនឬក៏វត្ថុនៅជុំវិញខ្លួនឡើយគួរតែស្វែងយល់ពីសារៈប្រយោជន៍របស់អ្នកដទៃនិងសារៈប្រយោជន៍នៅវត្ថុដែលនៅជុំវិញខ្លួនយើងស្មោះត្រង់នឹងកិច្ចការងារតូចនោះឈ្មោះថាអ្នកនឹងស្មោះត្រង់នឹងកិច្ចការធំដែរធ្វើការងារឲ្យអស់អំពីចិត្តនោះអ្នកនឹងទទួលបានផលតបស្នងតាមផលដែលអ្នកបានធ្វើសេចក្តីស្កប់ស្កល់បណ្ដាលឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងស្ងប់សុខការកែប្រែវត្ថុចាស់ឲ្យទៅជាវត្ថុថ្មីនោះក៏អាចនឹងក